1គឺគាត់ទទួលបានឱកាសនៅក្នុងការបញ្ចេញសមត្ថភាពសម្រាប់ពង្រីកសមត្ថភាពរបស់គាត់ទៅកាន់ទីផ្សារមានន័យថាគាត់នឹងត្រូវបានវិក្កាមរបស់យើងគណៈកម្មការក៏ដូចជាម្ចាស់អាជីវកម្មដែលគាត់នឹងចាប់អារម្មណ៍ទៅលើការរចនា logo របស់គាត់ សួស្តីបញ្ញាបងឃើញការប្រកួត design logo ម៉ាត់ខ្មែរយើងនៅក្នុង Winsomat មានការចាប់អារម្មណ៍ច្រើនមែនតើប៉ុន្តែក៏មានសំណួរច្រើនដែរដែលគាត់ឆ្ងល់ថាតើហេតុអីបានគាត់គួរចូលប្រកួតប្រជែងក្នុងកម្មវិធីហ្នឹងហើយមួយទៀតហ្នឹងគាត់ប្រកួតប្រជែងទៅបានរង្វាន់អីអត់បងឯងចុះឆ្លើយតិចមើលបាទអរគុណបងសម្រាប់ការដែលគាត់ចូលមកក្នុងការប្រកួតប្រជែង design logo ម៉ាត់ខ្មែររបស់យើងទី1គឺគាត់ទទួលបានឱកាសនៅក្នុងការបញ្ចេញសមត្ថភាពសម្រាប់ពង្រីកសមត្ថភាពរបស់គាត់ទៅកាន់ទីផ្សារមានន័យថាគាត់នឹងត្រូវបានវិក្កាមរបស់យើងគណៈកម្មការក៏ដូចជាម្ចាស់អាជីវកម្មដែលគាត់នឹងចាប់អារម្មណ៍ទៅលើការរចនា logo របស់គាត់នេះគឺជាអត្ថប្រយោជន៍ទី1ដែលគាត់គួរតែចូលរួមនៅក្នុងការ design logo ម៉ាត់ខ្មែររបស់យើងក្រោមប្រធានបទយុវជនខ្មែរម៉ាត់ខ្មែរចុះក្រៅពីហ្នឹងគាត់មានបានអីទៀតទេអូនបាទក្រៅពីការឱកាសនៅក្នុងការបញ្ចេញសមត្ថភាពគឺគាត់នឹងបន្សល់ស្នាដៃប្រសិនបើគាត់ទទួលបានជ័យលាភីលេខ1ពីព្រោះជ័យលាភីលេខ1គឺត្រូវបានប្រើប្រាស់ជាផ្លូវការសម្រាប់ logo ម៉ាត់ខ្មែររបស់យើងអូលយម៉ែចុះមានអីលើពីហ្នឹងអត់ដូចជាសាច់ប្រាក់ស្អីអីចឹងបាទនេះហើយជាអ្វីដែលខ្ញុំចង់ជំរាបជូនបេក្ខជនទាំងអស់ថាក្រៅពីឱកាសនៅក្នុងការបញ្ចេញសមត្ថភាពក្រៅពីស្នាដៃរង្វាន់គឺយើងមានគឺទឹកប្រាក់ធំបំផុតសម្រាប់កម្មវិធីរបស់យើងគឺទឹកប្រាក់4លានរៀលក្រៅពីនោះក៏មានរង្វាន់ជាសាច់ប្រាក់ផ្សេងៗជាច្រើនផ្សេងទៀតដែលទៅតាមកម្មវិធីដែលយើងបានកំណត់ផងដែរបាទអ្នកទាំងអស់គ្នាផាច់ជាបានលឺណាខ្ញុំសូមជម្រាបម្ដងទៀតណាសម្រាប់អ្នកដែលឈ្នះជ័យលាភីបើគិតពីសាច់ប្រាក់ឈ្នះបាន4លានរៀលស្មើនឹង$1000អាមេរិកបាទដោយអ្នកទាំងអស់គ្នាបានឮដែលគាត់រៀបរាប់អីណាចឹងបើសិនជាករណីបងប្អូនទាំងអស់គ្នាមានបំណងក្នុងការចូលរួមប្រកួតរចនា logo ម៉ាត់ខ្មែរហ្នឹងបងប្អូនអាចចុះឈ្មោះតាម link ខាងលើបានតែសម្រាប់បងប្អូនដែលចុះឈ្មោះរួចហើយកុំភ្លេចតាមដាន Facebook page យើងពាក់ព័ន្ធជាមួយនឹងព័ត៌មានលម្អិតផ្សេងៗតទៀតកុំភ្លេចណាជួបគ្នាក្នុងកម្មវិធីនៅថ្ងៃទី14ខែមីនាឆ្នាំ2026ឆាប់ៗនាពេលខាងមុខនេះបាយបាយ